Hello សួស្តីបងប្អូនស្វាគមន៍មកកាន់ Channel ទីមប្រុសស្មានៅថ្ងៃនេះគឺយើងមកបន្តភាគទី9នៃរឿងស្ដេចនៃមីខេបន្តទៀតសាច់រឿងចាប់ផ្ដើមនៅក្លានហ្វឹងវូដៅក៏បានសរសើរទៅកាន់សោចិនលោកគឺបានបញ្ចុចជាមួយនឹងខ្ញុំបើខំឲ្យខ្ញុំបន្តកម្រិតនេះបានចាត់ទុកថាលោកគឺជាដៃគូបញ្ចុចដ៏ល្អចំពោះខ្ញុំហើយអញ្ចឹងក៏បានប្រើប្រាស់កម្លាំងខ្ចោះគួចទៅបន្ថែមទៀតសោចិនវិញក៏បានត្រឹមតែកវីក្បាលដូច្នេះហើយសោចិនគឺមិនបានកិត្តនាទេចាក់ដើម្បីជំនាញចាប់ក្បាត់នៅក្លានហ្វឹងវូដៅជាប់យល់ទៅបោះគេបោកទៅកិច្ចជាមួយនឹងក្លានទ្វេនីប៉ាំងចំណាក់ក្តីនៅក្លានហ្វឹងវូដៅគឺព្រមចោះចាញ់ទេប្រមុខផ្ដុំកម្លាំងរបស់គាត់ម្ដងទៀតចូលទៅវាយសោចិនតែយ៉ាងណាក្តីក៏ត្រូវបានសោចិនចឹងដៃទាំងពីររបស់កប់ចាក់ក្បាលអ្នកក្លានម្នាក់នឹងជាប់រួមទៅបោកអ្នកក្លានម្នាក់នឹងកវីកវត្តគ្រប់ទិសអស់ហើយតែយ៉ាងណាក្តីគេក៏បានព្យាយាមចូលទៅម្ដងហើយម្ដងទៀតម្ដងហើយម្ដងទៀតសោចិនវិញបានត្រឹមតែវាយគាត់ឲ្យមកសស្រាក់ស្នាមផ្ទៃមុខរបស់គាត់នៅលើដើមឈើនេះយ៉ាងស្រស់ស្អាតចឹងយ៉ាងណាក្តីគេនៅតែព្យាយាមចូលទៅវាយជាមួយនឹងសោចិនម្ដងទៀតសោចិនគិតថានៅពេលនេះហ្គេមក៏ត្រូវបានបញ្ចប់ហើយអញ្ចឹងគាត់ក៏បានចាប់បោកអ្នកក្លានម្នាក់នឹងផាំងហើយវាយមកដៃហោះស្ទុយឡើងមកខាងលើប្រើប្រាស់ស្នេកដាប់ដៃវាយទៅបាត់ចុះមកក្រោមវិញហើយមិនតែប៉ុណ្ណោះគាត់ក៏បានយកកៅអៅធម្មតានេះជាមកពាក់វិញគិតថានៅក្នុងការពាក់គ្រឿងសក់នេះយកមកបញ្យុទ្ធវាគឺមិនជារឿងល្អទេបញ្យុទ្ធជាមួយនឹងមនុស្សដែលមានសមត្ថភាពខ្លាំងសាប់ប៉ុណ្ណឹងហើយចឹងកាត់មើលប្រតិចាហ្វឹងហួយនៅវិញដែលគាត់គឺកំពុងតែហូបអាហារយ៉ាងឆ្ងាញ់ដៃតែម្ដងដាច់បាយយូរហើយពិតជាក្លៀនមែនតើយូស៊ីមបាគាត់បាននិយាយតាក់ទងជាមួយនឹងកំពូលភ្នំនៃប៉ាស៊ីនជុនហេតុអ្វីបានជាមនុស្សទាំងអស់គ្នានៅលើកំពូលភ្នំនៃប៉ាលីលុនគឺអនុញ្ញាតឲ្យលោកគឺបានមកដល់កំពូលភ្នំតើទិដ្ឋភាពរបស់ខ្ញុំដូច្នោះអញ្ចឹងប្រតិចាហ្វឹងហួយគាត់បាននិយាយតាក់ទងជាមួយនឹងមេប៉ានៃកំពូលភ្នំដែលស៊ូគីក៏ដូចជាមេប៉ាភ្លឹងអាចកំបាំងទៅវិញក៏ត្រូវបានចាញ់ក្រោមដៃរបស់ស៊ូថេនសុនហើយដែលបញ្ហាទាំងអស់នេះលោកប្រកាសជានឹងបានដឹងហើយម្យ៉ាងទៀតស៊ូថេនសុននៅពេលនេះក៏បានចាក់ចេញពីប៉ាលីងជុនគឺទៅទីក្រុងថេនយន់អញ្ចឹងឯទាំងអស់នេះវាគឺជាឱកាសដ៏ល្អនៅក្នុងការប្រមាញ់ទៅកាន់កំពូលភ្នំនៃប៉ាលីងជុនដណ្ដើមជោគជាងម៉េងនេះគឺកំពុងតែស្ថិតនៅកំពូលភ្នំនៃប៉ាលីងជុននឹងឯងហើយដែលបានលើចឹងហើយជូស៊ីបោក៏បានសោយកាកឯងមានណាគាត់ក៏បានបញ្ជាកូនចៅរបស់គាត់ឲ្យចាប់ព្រះចាហ្វឹងហុយរួមទៅគាត់គឺមិនជឿទេនឹងគិតថាទាំងអស់នេះវាគឺជាអន្ទះដែលកំពូលភ្នំនៃប៉ាលីងជុនហេតុអ្វីបានជាសុខចិត្តបញ្ជូនលោកមកដល់កំពូលភ្នំនៃដាងទេពភាពរបស់ខ្ញុំដូច្នេះអញ្ចឹងវាប្រកាសជាល្បិចកលចាក់ជាមិនខានជាកាត់មើលជាងម៉េងនៅក្នុងទីក្រុងថេនយន់នៅវិញនេះក៏បានដល់កាន់កូនកបិតមួយទៅកាប់ផ្ដាច់ចង្វាក់ដែលចាប់ឃុំឃាំងក្មេងស្រីម្នាក់នេះយល់ទៅនាងក៏ចង់ជួយក្មេងស្រីម្នាក់ហ្នឹងឲ្យជិះផុតពីការឃុំឃាំងអញ្ចឹងណាអាមេរិកនៅហាងដេញថ្លៃម្នាក់ហ្នឹងគឺស្ថិតនៅទីនេះដែរអ្នកបានបញ្ជាកូនចៅរបស់គេឡំប៉ាត់ជាងម៉េងក៏ដូចជាក្មេងស្រីទូម្នាក់ហ្នឹងក៏បានព្យាយាមគេចខ្លួនតែចំណាក់ក្តីដោយសារតែពួកគេក៏មានគ្នាច្រើនពេកជាងម៉េងក៏ដូចជាក្មេងស្រីទូម្នាក់ហ្នឹងគឺមិនអាចគេចខ្លួនទៅណាបាត់ឡើយក៏ត្រូវបានពួកគេឡំប៉ាត់ចិនហើយចង្អៃអ្នកខ្លាំងហ្វាំងវូដៅគេក៏បានលុតចុះមកពីលើក្តាំងរឹកអ្នកប្រុសវិក្មេងរបស់គេអញ្ចឹងណាជាងម៉េងដោយឆ្លងការល្អក៏បាននងក្មេងស្រីទូចដូចគេចខ្លួនទៅប៉ុន្តែមេការនៅក្នុងហាងដេញថ្លៃក៏បានប្រើត្រង់ដ៏ធំនេះធ្លាក់ចូលមកគុំកាំងជាងម៉េងក៏ដូចជាក្មេងស្រីទូចឲ្យជាប់នៅក្នុងទ្រុងនេះតែម្ដងចំណាក់ក្តីភ្លាមសោះចិនគាត់ក៏បានមកដល់ជាងម៉េងនេះពិតជាសប្បាយចិនហើយយើងកាត់ទៅមើលអ្នកប្រុសវិក្មេងស្ថិតនៅក្រុមគ្រួសារតកូជានៅវិញមកមើលរណ្ដៅមួយហ្នឹងអញ្ចឹងណាហើយគេបាននិយាយថាហ្វាំងវូដៅគឺមិនគួរណាវាយអាចចំអកម្នាក់នោះយ៉ាងខ្សោះព្រៃផ្សាយគូខើអញ្ចឹងទេអាអ្នកអំរាមម្នាក់នេះបាននិយាយថាអ្នកដែលត្រូវបានគេវាយនោះគឺហ្វាំងវូដៅវិញទេអញ្ចឹងអ្នកប្រវេចក្មេងក៏ពិតជាភ្ញាក់ផ្អើលនៅស្មារថាវាទៅជាអញ្ចឹងទេទោះបីចំណាក់ក្តីខ្លួនគេគឺមិនជឿឡើយអញ្ចឹងអាអ្នកបរាម្នាក់នេះគេបានឃើញបន្តភ្នែកថាអាអ្នកក្លាហានហ្វាំងវូដៅគឺត្រូវបានអាចមកម្នាក់នោះវាយឡើងម្ចាស់ដើរត្រឡប់ចុះមកខាងក្រោមពេញមកទំហឹងអញ្ចឹងទៅហើយក៏បានសួរទៅជាមួយនឹងឈ្មោះមនុស្សម្នាក់នោះផងដែរគេមានឈ្មោះថាស៊ូថេនសុនដែលបានលើកចឹងហើយអាអ្នកប្រវេចក្មេងនៃក្រុមគ្រួសារតូកូជៀនក៏បានលើឪពុករបស់គេបាននិយាយទៅជាមួយនឹងឈ្មោះម្នាក់ហ្នឹងដែលគេបានបង្ហាញខ្លួននៅអាណាចក្រសិនវូនេះអញ្ចឹងប្រកាសជាគឺបានមកដល់ទីកន្លែងទីក្រុងថេនយន់នេះជាមិនខានម្ល៉េះភ្លាមខ្ញុំបរាជាច្រើនអ្នកក៏បានរត់មកនិយាយថានីតិកន្លែងដេញថ្លៃគឺកំពុងតែមានការប្រយុទ្ធគ្នាដ៏ខ្លាំងហើយទាំងអស់នោះក៏ដូចតែស៊ូថេនសុនគឺជាអ្នកធ្វើវាអ្នកប្រវេចក្មេងនៃក្រុមគ្រួសារតកូជិនបំរុងតែទៅផងដែរប៉ុន្តែក៏ត្រូវបានអ្នកម្នាក់នេះហាមឃាត់ថាកុំទៅអីដោយសារតែកម្លាំងរបស់ពួកយើងនៅពេលនេះគឺមិនអាចយកឈ្នះស៊ូថេនសុនបានឡើយអញ្ចឹងអ្នកប្រវេចក្មេងនៃក្រុមគ្រួសារតកូជិនគឺមិនបានខ្វល់ទេក៏បានបញ្ជាឲ្យអ្នកទាំងអស់គ្នាទៅជួយហ្វាំងវូដៅប៉ុន្តែពួកគេទាំងអស់គ្នាគឺមិនបានរត់ទៅជួយទេក៏បានរត់ដើម្បីប្រូចទាំងអស់គ្នាទៅហើយចឹងកាត់មើលទីកន្លែងហាងដេញថ្លៃនៅវិញអ្នកទាំងអស់គ្នាពួកគេគឺមិនអាចវាយសោចិនបានឡើយក៏ត្រូវបានសោចិនវាយម្ដងមួយចូលមួយវាយមួយហើយចឹងហើយអាអ្នកប្រវេចក្មេងនៃក្រុមគ្រួសារតកូជិនគេក៏បានមកដល់ម្នាក់ឯងដែលបានរត់ទៅជាងលឿននិយាយខ្លាំងស៊ូថេនសុនឯងគឺត្រូវតែងាប់ទៅអញ្ចឹងមានណាក៏បានតាក់តពុកជើងដួលប្រកបមុខទៅអាឡាត់ឯងមិនចេះក្បាច់គុណផងមកវាយខ្ញុំតែឯងមិនខ្លាចស្លាប់ទេអីអញ្ចឹងឯងចំណាក់ក្តីអាអ្នកប្រវេចក្មេងនៃក្រុមគ្រួសារតកូជិនគេក៏បានព្យាយាមងើបឈរឡើងម្ដងទៀតទៅវាយសោចិនគាត់ក៏បានទប់ទល់ប្រាប់ប្រាស់កម្លាំងបានតិចវាយអាអ្នកប្រវេចក្មេងបុកជាមួយនឹងអាអ្នកក្លាម្នាក់នេះម៉ាំងឡើងឈាមច្រមុះយល់ទៅអាអ្នកក្លាហ្វាំងវូដៅក៏បានជាប្រាប់ថាអ្នកប្រុសខ្ញុំកំពុងទីនេះគឺដើម្បីជួយអ្នកប្រុសហេតុអ្វីបានជាអ្នកប្រុសរត់ត្រឡប់មកវិញដូច្នោះអញ្ចឹងឯអ្នកប្រវេចក្មេងនៃក្រុមគ្រួសារតកូជិនគេជាមនុស្សត្រឹមត្រូវស្មោះត្រង់ដែរហើយគេមកទីនេះគឺដើម្បីជួយអ្នកក្លាហ្វាំងវូដៅនឹងឯងដូច្នេះស
សុចិនគាត់បាននិយាយតាំងអស់សំណោយថាអ្នកប្រវ័យក្មេងនៃក្រុមសាទកោជៀនគឺហេតុអ្វីបានជាមិនចេះក្បាច់គុណហើយម្ចាស់ទៀតក៏បាននិយាយតាក់ទងជាមួយនឹងបញ្ហាទាំងអស់ហ្នឹងប្រសិនបើរយៈពេល10ឆ្នាំទៅមុខបន្តទៀតប្រសិនបើឯងមិនដោះស្រាយបញ្ហាហ្នឹងទេឯងប្រកាសជានឹងត្រូវស្លាប់ហើយចឹងហើយសុចិនក៏បានប្រើប្រាស់កម្លាំងទៅកាន់អ្នកប្រវ័យក្មេងនៃក្រុមគ្រួសារតកោជៀនក៏ធ្វើគេមានការជឿចាំចំណែកឯជាមេងនឹងបានគេក្នុងយុទ្ធថាស៊ូធានសុនប្រកាសជាបំប្រោះសុចិនហើយអញ្ចឹងហើយអ្នកប្រវ័យក្មេងនៃក្រុមគ្រួសារតកោជៀនគេពិតជាជឿចាំចំណែកឯអ្នកក្លាហានហ្វឹងវូដៅនៅវិញគេពិតជាខំមែនតើនិយាយទៅកាន់សុចិនថាហេតុអ្វីបានជាឯងធ្វើបាបអ្នកប្រុសវ័យក្មេងរបស់ខ្ញុំដល់លែងគាត់ចេញទៅដោយកាពិតទៅគឺមួយអ្វីដែលពួកគេទាំងអស់គ្នាគិតទេសុចិនក៏បានប្រាប់ថាកម្លាំងបានពរិទ្ធរស័យឈាមរបស់អ្នកប្រុសវ័យក្មេងនៃក្រុមគ្រួសារតកោជៀនក៏ធ្វើគេនឹងដូចស្លាប់បានទេអញ្ចឹងឯអ្នកក្លាហានហ្វឹងវូដៅគេពិតជាខំមែនតើនិយាយខ្លាំងទៅកាន់សុចិនឯងគឺបានសម្លាប់អ្នកប្រុសវ័យក្មេងរបស់ខ្ញុំផងខ្ញុំគឺមិនលើកលែងឲ្យឯងឡើយប៉ុន្តែមិនណាអ្នកប្រុសវ័យក្មេងហ្នឹងគេក៏បានងើបឈរឡើងចងងហើយម្ចាស់ទៀតគេមានអារម្មណ៍បានដឹងថាសរសៃឈាមរបស់គេនៅពេលនេះគឺត្រូវបានព្យាបាលហើយកម្លាំងមកមុនគឺខ្លាំងជាងមុនសុចិនបាននិយាយថាពួកឯងទាំងពីរគឺជាមនុស្សល្អចិត្តស្មោះត្រង់ពួកឯងគឺសុចិត្តដើរតាមខ្ញុំដែរទេដូច្នេះអ្នកកលហានហ្វឹងវូដៅគេបានលុចជង្គង់ចោះអោនគ្រប់ទៅកាន់សុចិនថាអ្នកកលហានខ្ញុំគឺសុំអោនគ្រប់អ្នកកលហានគឺសុំតាមរាអ្នកកលហានចាប់តាំងពីពេលនេះតទៅចំណែកឯអ្នកប្រុសវ័យក្មេងក៏ដូចគ្នាផងដែរតើបើសិនបើអ្នកកលហានចង់ខ្ញុំជួយប្រាប់មកខ្ញុំនឹងព្យាយាមជួយអស់ពីចិនម្ល៉េះម្ចាស់ហាងដេញថ្លៃក៏បានមកដល់និយាយថាទាំងអស់នេះវាពិតជាល្អខ្លាំងមែនតើបើមិនវាយគ្នាគឺមិនស្គាល់គ្នាទេអញ្ចឹងឯម្ចាស់ហាងដេញថ្លៃគាត់ក៏មានឈ្មោះថាម៉ៅហ្វឹងបានណែនាំឈ្មោះរបស់គាត់ឲ្យអ្នកទាំងអស់គ្នាបានស្គាល់ម្ចាស់ទីក៏សូមអធិស្ឋានទៅកាន់អ្នកទាំងអស់គ្នាផងដែរខ្ញុំគឺជាម្ចាស់ហាងគឺមិនបានតែស្វាគមន៍ទៅកាន់ភ្ញៀវកិត្តិយសទាំងអស់គ្នាឲ្យបានល្អហើយចំណែកឯអាមេរិកនៅវិញក៏បានទូទៅយ៉ាងថែរហ័សរាយការណ៍ដំណឹងទៅកាន់លោកម្ចាស់ហាងឲ្យបានដឹងអញ្ចឹងណាថាពួកគេក៏បានបំផ្លាញទ្រព្យសម្បត្តិដែលមានតម្លៃនៅហាងដេញថ្លៃរបស់ពួកយើងចា៎ណាក្តីម្ចាស់ហាងបាននិយាយថានោះគឺជាអ្នកប្រុសវ័យក្មេងនៃក្រុមគ្រួសារតកោជៀនហើយបញ្ហាទាំងអស់ហ្នឹងគឺគ្មានអ្វីជាធំទេសុចិនក៏បាននិយាយទៅកាន់ម្ចាស់ហាងដេញថ្លៃថាលោកម្ចាស់ហាងគឺជាអ្នកមាននៅក្នុងទីក្រុងហើយពីសម្ដីរបស់លោកនិយាយមកពិតជាអស្ចារ្យមែនអញ្ចឹងម្ចាស់ហាងដេញថ្លៃគាត់បាននិយាយពីសម្ដីមួយចំនួនអញ្ចឹងណាតែទាំងជាមួយនឹងហាងដេញថ្លៃរបស់គាត់គឺត្រូវបានកសាងឡើងតម្លៃសរុបនៅក្នុងការកសាងហាងដេញថ្លៃនេះសរុបទៅគឺមានចំនួន1100ដុល្លារហើយម្ចាស់ទីគឺជាទីកន្លែងដ៏ល្អបំផុតនៅក្នុងការដេញថ្លៃធានាសុវត្ថិភាព 100% គឺដើម្បីឲ្យមនុស្សទាំងអស់គ្នានៅក្នុងពិភពលោកនេះបានដឹងនិងជឿជាក់ទុកចិនម្ល៉េះសុចិនក៏បានជាសួរថាបានចឹងមែននោះតើវាមានលក្ខណៈពិសេសអ្វីទៅអញ្ចឹងលោកម្ចាស់ហាងគាត់បានឲ្យសុចិនទៅអង្គុយចុះផឹកស្រាសិនទៅហើយចាត់ទុកថានេះគឺជារយៈស្វាគមន៍គ្នានាមគាត់គឺជាលោកម្ចាស់ហាងហើយមិនតែប៉ុណ្ណោះគឺជាបានឃើញថាគេមានមនុស្សពាក់ឈុតខ្មៅគឺបានខ្លំមើលពីលើតើបើផ្ទះផងដែរនឹងបានរាយការណ៍ដំណឹងនេះទៅកាន់តាពួកគ្នារបស់គេឲ្យបានដឹងតែម្ដងជាកាត់ទៅមើលព្រះចាហ្វឹងហុយនៅពេលនេះគាត់គឺត្រូវបានអ្នកទាំងអស់គ្នាចាប់ដាក់ច្រវាក់ដៃច្រវាក់ជើងអញ្ចឹងណាដូច្នេះហើយយេស៊ីងបូគាត់បាននិយាយថាព្រះចាហ្វឹងហុយគឺជាភ្ញៀវកិត្តិយសនៃកំពូលភ្នំដែលទិភាពរបស់ពួកយើងហើយទៅវាបានជាពួកឯងចាប់គុំខាំងព្រះចាហ្វឹងហុយដូច្នោះអញ្ចឹងព្រះចាហ្វឹងហុយគាត់បាននិយាយត្រង់តែម្ដងយេស៊ីងបូប្រសិនបើលោកចង់និយាយអ្វីឆាប់និយាយមកបាច់កៃកង់ច្រើនទេដូច្នេះយេស៊ីងបូក៏បាននិយាយត្រង់តែម្ដងពាក្យស្ដីរបស់ព្រះចាហ្វឹងហុយពិតជាត្រឹមត្រូវមែនហើយពាក្យស្ដីរបស់លោកដែលបានជាប្រាប់ខ្ញុំគឺមិនបានភូតកោទេម្ចាស់ទីនេះពេលនេះខ្ញុំក៏បានកោះហៅមេប៉ាទាំងអស់គ្នាជាច្រើនអ្នកគឺបានប្រមូលផ្ដុំគ្នាដើម្បីកុំចាត់កំពូលភ្នំនៃប៉ាលីងជុនហើយចំពោះព្រះចាហ្វឹងហុយគាត់បាននិយាយថាតើលោកគឺចង់បំផ្លាញប៉ាលីងជុនឬមួយក៏ចង់ទៅយកឲ្យចងដល់អាចកំបាំងមួយនោះយល់ទៅអត់ដឹងថានោះគឺជាអ្វីទេចំណែកក្តីយូស៊ីមបាគាត់បាននិយាយថាកាពិតទៅខ្ញុំគិតទៅទីនោះគឺដើម្បីចង់ជួបជាមួយនឹងមិត្តភក្តិរបស់ខ្ញុំម្នាក់គាត់ធ្វើឲ្យព្រះចាហ្វឹងហុយក៏ពិតជាងឿនឆ្ងល់មិត្តភក្តិណាគេម្នាក់ទៅយូស៊ីបាគាត់បាននិយាយពីសម្ដីមួយចំនួនប្រមាណម៉ាត់ចឹងណាថាខ្ញុំហើយនឹងលោកហ្វាំងហុយគឺជាមនុស្សប្រភេទតែមួយគ្នាទេអញ្ចឹងហើយយើងគួរតែចាប់ដៃសាការជាមួយនឹងគ្នាទៅហើយយើងកាត់ទៅមើលប៉ាក់ភ្លើងអាត់កបាំងកាន់តែវិញដោយអាមេប៉ាក់ភ្លើងអាត់កបាំងគាត់គឺកំពុងតែអង្គុយហ្វឹកខាត់នៅក្នុងកំអែផ្ទុំភ្លើងអង្គុយហ្វឹកខាត់សុកមានមនុស្សម្នាក់បានមករីកា5ថាមានដំណឹងពីកំពូលភ្នំដែលទិដ្ឋភាពគេបានប្រាប់ថាស៊ូធានសុននៅពេលនេះគឺកំពុងតែស្ថិតនៅក្នុងទីក្រុងថេនជွန်ហើយពួកយើងទាំងអស់គ្នាគួរតែឈានដល់ការល្អដើម្បីទៅបំផ្លាញកំពូលភ្នំនៃប៉ាក់លីងជុនអញ្ចឹងមេប៉ាក់ភ្លើងអាត់កបាំងគាត់ក៏បានបញ្ចប់បញ្ញាទៅតែម្ដងចំណែកឯមេប៉ាក់នៃកំពូលភ្នំពលឹកនៅវិញក៏ទទួលបានដំណឹងនេះផងដែរដែលកំពូលភ្នំដែលទិដ្ឋភាពក៏បានកោះហៅមេប៉ាក់ទាំងអស់គ្នាមកប្រមុខផ្ដុំគ្នាដើម្បីកំចាត់នៃប៉ាក់លីងជុនគាត់ក៏បានដឹងពីផែនការនៃកំពូលភ្នំនៃប៉ាក់ដែលទិដ្ឋភាពផងដែរថាពួកគេគឺកំពុងតែខ្ចីដៃពួកយើងកំចាត់សត្រូវចំនួនតែចំណាក្តីនៅពេលនេះគាត់ក៏មានផែនការរបស់គាត់នៅពេលនេះផងដែរដែលគាត់នឹងធ្វើដំណើរឆ្ពោះទៅកាន់ទីក្រុងថេនជွန်អញ្ចឹងមុននឹងបញ្ចប់សាច់រឿងគឺជាបានឃើញថាប៉ាក់ជាច្រើនក៏បានប្រមូលផ្ដុំគ្នាធ្វើដំណើរឆ្ពោះទៅកាន់កំពូលភ្នំនៃប៉ាក់លីងជុនចំណែកឯលោកប៉ាក់នៃប៉ាក់លីងជុនក៏បានប្រកាសប្រាប់កូនសិស្សទាំងអស់គ្នាថាតើពួកយើងគឺត្រូវតែការពារជាមេឲ្យបានបើតាមពីសម្ដីទូសៀនសុនគឺបានបញ្ជាមកអញ្ចឹងគឺជាបានឃើញថាក៏មានមនុស្សស្រីម្នាក់បើរូបរាងរបស់នេះមើលទៅដូចជាជាមេច
ចឹងដែរដែលកំពុងតែអង្គុយនៅក្នុងក្លូបភ្នំមួយកន្លែងអញ្ចឹងសាច់រឿងរបស់យើងនៅភាគទី9ក៏ត្រូវបានកាត់ស្លេះតែប៉ុណ្្នឹងដែរបងប្អូនហើយចឹងហើយគឺយើងមានតែជួបគ្នាជាមួយនឹងភាគថ្មីបន្តទៀតអរគុណច្រើន